កម្ពុជានឹងអាចមានភ្លៀងធ្លាក់ចន្លោះជាពី10ទៅ20%នៅតាមតំបន់ផ្សេងៗគ្នាទូទាំងប្រទេសនេះបើយោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹកនិងអូតូនិយមរបបខ្យល់មូសុងអេសានជាមួយសម្ពាធទាបដែលគ្រប់ដណ្ដប់លើសមុទ្រចិនខាងត្បូងអង្គទន្លេមេគង្គនិងលើប្រជាជនកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី10ដល់ថ្ងៃទី12ខែមីនាឆ្នាំ2025តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា23អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាសេខ្យល់បក់មកពីទិសអេសាននៅទិសបូមានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីខេត្តបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងកំពង់ចាមត្បូងឃ្មុំព្រៃវែងស្វាយរៀងតាកែវកណ្ដាលនិងភ្នំពេញអាចមានភ្លៀងធ្លាក់គ្រប់ដណ្ដប់លើផ្ទៃដី15%តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា24អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា36អង្សាសេខ្យល់បក់មកពីទិសអេសាននិងទិសបូមានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តកំពង់ស្ពឺបៃលិនក្រចេះរតនគិរីមណ្ឌលគិរីអាចមានភ្លៀងធ្លាក់គ្រប់ដណ្ដប់លើផ្ទៃដី10%តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរមា23អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាសេខ្យល់បក់មកពីទិសអេសាននិងទិសអាគ្នេយ៍មានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់គ្រប់ដណ្ដប់លើផ្ទៃដី20%អាស្រ័យតំបន់ជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន